សួស្តីបងប្អូនទាំងអស់គ្នាបាទសូមស្វាគមន៍មកកាន់វីដេអូមេរៀនរបស់យើងជាបន្តទៀតនៅក្នុងវីដេអូមេរៀនទី27នេះយើងនឹងបន្តសិក្សាជាមួយនឹងគ្នាទាក់ទងជាមួយនឹង data validation ហើយនៅចំណុចនៅថ្ងៃនេះយើងនឹងលើកយកនៅ custom formula ដើម្បីនឹងយកមកពិភាក្សាជាមួយនឹងគ្នាដែលនៅក្នុងនោះខ្ញុំនឹងលើកយកនៅរូបមន្តសំខាន់ចំនួន4មកបង្ហាញដល់បងប្អូនទាំងអស់គ្នាអញ្ចឹងយើងចូលទៅកាន់ខ្លឹមសារនៃមេរៀនរបស់យើងតែម្ដងអញ្ចឹងដូចបងប្អូនដឹងស្រាប់ហើយតាក់ទងជាមួយនឹង data validation គឺបងប្អូននឹងត្រូវដឹងចំណុច3នេះគឺទី1តាក់ទងជាមួយនឹង drop down បងប្អូនបានស្គាល់ហើយទី2គឺតាក់ទងជាមួយនឹង restriction ក៏បងប្អូនបានស្គាល់ដែរអញ្ចឹងនៅក្នុងចំណុចវីដេអូនេះយើងនឹងសិក្សាអំពី custom formula វិញម្ដងអញ្ចឹង custom formula នេះគឺជារូបមន្តដែលយើងនឹងចងឡើងដោយខ្លួនឯងដើម្បីឲ្យកុំព្យូទ័រវាធ្វើការអនុវត្តលក្ខខណ្ឌទៅតាមរូបមន្តដែលយើងបានចងហេតុអ្វីបានជាយើងចាំបាច់ត្រូវការប្រើប្រាស់ custom formula ដោយសារហេតុផលដោយសារតែនៅក្នុង data validation របស់យើងនេះដូចបងប្អូនបានដឹងស្រាប់ហើយនៅក្នុង data validation យើងនេះនៅក្នុង criteria នេះគឺវាមាន option ស្រាប់ជាច្រើនដែលឲ្យយើងប៉ុន្តែoption ស្រាប់រូបមន្តស្រាប់នេះវាមិនប្រកាសថាឆ្លើយតបទៅតាមតម្រូវការរបស់យើងទាំងអស់ទេអញ្ចឹងនៅមានតម្រូវការមួយចំនួនរបស់យើងទៀតដែលក្នុងនេះវាអត់មាននៅពេលណាដែលវាអត់មាននៅអ្វីដែលយើងចង់បាននេះហើយទើបយើងតម្រូវឲ្យយើងចេះបង្កើតរូបមន្តដោយខ្លួនឯងចងលក្ខខណ្ឌដោយខ្លួនឯងបន្ថែមទៀតទើបយើងត្រូវចេះអំពី custom formula ហ្នឹងអញ្ចឹងឥឡូវនេះយើងចូលទៅតេស្តមើលទាំងអស់គ្នាតែម្ដងអញ្ចឹងនៅកន្លែងតារាងគំរូរបស់ខ្ញុំនេះគឺមានលេខរៀងមានលេខកូដមានឈ្មោះទំនិញហើយនិងចំនួនឥឡូវនេះនៅកន្លែងលេខរៀងនេះនៅកន្លែងលេខរៀងនេះបើសិនជាខ្ញុំបញ្ចូលតែលេខចេះគឺអត់បញ្ហាទេអូខេណាប៉ុន្តែប្រសិនបើខ្ញុំបញ្ចូលជាអក្សរហើយខ្ញុំចុច enter នៅពេលនោះវានឹងចាប់ផ្ដើម load error ដោយសារអីដោយសារនៅក្នុង column លេខរៀងនេះមិនតម្រូវឲ្យបញ្ចូលអក្សរទេគឺតម្រូវបញ្ចូលតែលេខទេអញ្ចឹងលក្ខខណ្ឌបែបនេះគឺជាលក្ខខណ្ឌដែលយើងចងដោយខ្លួនឯងហើយកុំព្យូទ័រវាដើរទៅតាមអ្វីដែលយើងចងឲ្យវានឹងតាក់ទងជាមួយនឹងអត្តលេខឬក៏លេខកូដនេះក៏ដូចគ្នាដែរប្រសិនបើខ្ញុំបញ្ចូល D001 គឺអត់បញ្ហាទេហើយខ្ញុំវាយ D002 ក៏អត់បញ្ហាដែរដោយសារអត្តលេខហ្នឹងមិនដូចគ្នាទេប៉ុន្តែប្រសិនបើខ្ញុំបញ្ចូល2ដងដូចគ្នាឧទាហរណ៍ថាឥឡូវខ្ញុំបញ្ចូល D002 ម្ដងទៀតអញ្ចឹង B002 ម្ដងទៀតគឺវាចាប់ផ្ដើម load error ដោយសារកន្លែង column នេះគឺมันតម្រូវឲ្យបញ្ចូល2ដងទេគឺបញ្ចូលបានតែម្ដងទេអត្តលេខណាបាទអញ្ចឹងយើងអាចចងនៅរូបមន្តបែបនេះបានដែរតាក់ទងជាមួយនឹងឈ្មោះទំនិញក៏ដូចគ្នាដែរកន្លែងឈ្មោះទំនិញនេះគឺតម្រូវឲ្យបញ្ចូលបានតែអក្សរទេមិនតម្រូវឲ្យបញ្ចូលលេខសុទ្ធទេអញ្ចឹងបើសិនណាខ្ញុំបញ្ចូលអក្សរអត់បញ្ហាទេបើអក្សរលាយលេខក៏អត់បញ្ហាដែរបាទប៉ុន្តែបើសិនជាខ្ញុំបញ្ចូលអក្សរសុទ្ធគឺវាប្រកាសជាមានបញ្ហាដោយសារតែនៅក្នុង column នេះមិនតម្រូវឲ្យបញ្ចូលលេខទេគឺបញ្ចូលជាអក្សរឬក៏បញ្ចូលជាឈ្មោះទំនិញទេអញ្ចឹងណាបាទតាក់ទងជាមួយនឹង column ទី4 column ទី4នេះជា column ដែលយើងកំណត់ទៅលើចំនួនអញ្ចឹងចំនួនទំនិញរបស់យើងនេះយើងដាក់ប្រមាណដាក់ទៅប៉ុន្តែគេកំណត់អត់ឲ្យលើសពី20ទេបូកបញ្ចូលគ្នាត្រឹមហ្នឹងបូកទៅធ្វើម៉េចកុំឲ្យលើសពី20នៅពេលណាដែលលើសពី20គឺវាចាប់ផ្ដើម error អញ្ចឹងឧទាហរណ៍ថាខ្ញុំវាយតំណែងនេះ1តំណែងនេះ5តំណែងនេះ3បាទអញ្ចឹងទៅតែយើងបូកធ្វើម៉េចកុំឲ្យលើស20ឥឡូវនេះបើយើងបូកមកគឺវានៅបានត្រឹម16ណា16អញ្ចឹងបើ16អត់បញ្ហាទេនៅពេលណាដែលខ្ញុំថែម8ទៀតអញ្ចឹងនៅពេលណាខ្ញុំ enter គឺវាថាมันអាចលើសពី20ទេអញ្ចឹងរូបមន្តបែបនេះវាមានគុណប្រយោជន៍អ្វីឧទាហរណ៍ថាយើងទៅផ្សារហើយយើងមានលុយតែ20រៀលអញ្ចឹងយើងថាទិញអីទិញទៅធ្វើម៉េចកុំឲ្យអស់20រៀលអញ្ចឹងនៅពេលណាដែលយើងរើសទំនិញទៅហើយវាបូកលុយបូកតាមហ្នឹងទៅនៅពេលណាដែលយើងទិញអស់20រៀលគឺវាលែងឲ្យយើងទៅមុខឯងអញ្ចឹងណាអូខេអញ្ចឹងយើងអាចសរសេរនៅលក្ខខណ្ឌបែបហ្នឹងបានឥឡូវហ្នឹងយើងចូលទៅអនុវត្តធ្វើរូបមន្តបែបហ្នឹងម្ដងមួយជាមួយនឹងគ្នាតែម្ដងអញ្ចឹងនៅកន្លែងនេះគឺជាតារាងដែលខ្ញុំបានធ្វើហើយខ្ញុំអត់ទាន់បានចងអីទេគឺអត់ទាន់មាន rule អីទេណាអញ្ចឹងឥឡូវយើងចង rule នៅកន្លែងលេខរៀងអញ្ចឹងកន្លែងលេខរៀងយើងនេះគឺដំបូងឡើយយើងឲ្យបញ្ចូលបានតែលេខទេអត់ឲ្យបញ្ចូលអក្សរទេអញ្ចឹងដំបូងឡើយគឺបងប្អូនធ្វើធម្មតាមកគឺបងប្អូន select ទៅលើ rank ហ្នឹងមកហើយចុចទៅលើ data ហើយរើសយកពាក្យថា data validation ហើយ add rule មកបាទហើយនៅកន្លែង drop down នេះយើងចុចរើសមកអញ្ចឹងយើងយកពាក្យថា custom formula អញ្ចឹង custom formula នៅកន្លែងនេះគឺបងប្អូនត្រូវវាយរូបមន្តមួយដើម្បីកំណត់ថាយកតែលេខអញ្ចឹងយើងស្មើហើយយើងវាយអក្សរថា is number បាទ is number គឺយើងសម្រាប់
កំណត់លក្ខខណ្ឌយកតែលេខទេយកតែលេខយើងបើកវងកញ្ចក់មកហើយបន្ទាប់មកគឺយើងឲ្យវាគណនាពីណាទៅនេះគណនាពី cell ទី1នៃ rank យើងនេះគឺ cell B3 អញ្ចឹងយើងយក B3 យើងបិទវងកញ្ចក់វិញបាទប៉ណ្ណឹងមកគឺអូខេហើយយើងមិនទាន់យើងនៅចំណុច2ទៀតដែលយើងត្រូវគិតនៅពេលណាដែលយើងបញ្ចូលទៅវាខុសលក្ខខណ្ឌគឺយើងឲ្យវា reject តែម្ដងមានន័យថាឲ្យវាចេញ error នៅពេលណាដែលវាចេញ error យើងចង់ឲ្យវាចេញ message អីគេអញ្ចឹងយើងឆែកនៅកន្លែងហ្នឹងមកហើយយើងយក message មកអញ្ចឹងកន្លែង message ហ្នឹងយើងអាចវាយពាក្យអីក៏បានដែរឥឡូវឧទាហរណ៍ថាដាក់ពាក្យថា number only អញ្ចឹងទៅឧទាហរណ៍ណាបាទអញ្ចឹងបន្ទាប់មកយើងដានមកអញ្ចឹងយើងហើយរូបមន្តយើងហើយមួយហើយអញ្ចឹងឥឡូវយើងសាក់តេស្តមើលឥឡូវខ្ញុំវាយជាលេខអញ្ចឹងអត់បញ្ហាទេឥឡូវខ្ញុំវាយជាអក្សរម្ដង enter មកគឺបញ្ហាវាដាក់ថា number only ដោយសារអីដោយសារកន្លែងនេះគឺយើងតម្រូវឲ្យបញ្ចូលតែលេខតែប៉ុណ្ណោះអូខេឥឡូវនេះទាក់ទងជាមួយនឹងអត្តលេខវិញម្ដងអញ្ចឹងកន្លែងលេខកូដនេះគឺបញ្ចូលអត់ឲ្យដូចគ្នាទេគឺបញ្ចូលធ្វើឲ្យខុសគ្នាទាំងអស់អញ្ចឹងដើម្បីធ្វើបែបនេះគឺយើង select លើ rank វាដូចគ្នាហើយយើងយកកន្លែង add rule ហើយយើងចូលកន្លែង criteria នេះយើង select យកពាក្យថា custom formula បន្ទាប់មកទៀតយើងវាយស្មើអញ្ចឹងដើម្បីកំណត់កុំឲ្យវាដូចគ្នាគឺយើងប្រើរូបមន្តមួយដែលមានឈ្មោះថា count if បាទអញ្ចឹង count if មកហើយបន្ទាប់មក rank អញ្ចឹង rank វា rank ពីណាទៅណានេះពី rank ពី C3 ដល់ C12 អញ្ចឹងយើងវាយ C3 ដល់ C12 បាទហើយយើងយក criteria វាគឺ criteria វាគឺគិតពី C3 មកបាទ C3 មកហើយយើងបាត់ទៅវិញបាទអញ្ចឹងប៉ុណ្ណឹងតើទៅនឹង rank នេះគឺដើម្បីកុំឲ្យវារត់អញ្ចឹងយើងត្រូវតែចាក់សោវាអញ្ចឹងចាក់សោនេះតើតងជាមួយនឹងគេហៅថា absolute reference នោះបាទ absolute reference អូខេអញ្ចឹងយើងកុំឲ្យវារត់តែតេតងជាមួយនឹង C3 នេះឲ្យវារត់មកនៅពេលណាដែលយើងបញ្ចូលនៅក្នុង C3 វាគណនាក្នុង C3 ដល់ពេលយើងចូលក្នុង C4 អញ្ចឹងវាបដិញមក C4 យើងបដិញមកធម្មតាប៉ុន្តែតេតងជាមួយនឹង rank គឺមិនឲ្យបដិញទេអញ្ចឹងយើងចាក់សោវាទាំងទៅណាអូខេអញ្ចឹងតេតងជាមួយនឹង input យើង reject បើសិនជាបញ្ចូលខុសហើយកន្លែងនេះយើងចង់ឲ្យ mistake អីគេយើងអាចទៅសេថាបើសិនជា error យើងឲ្យវាចេញពាក្យថា no duplicate អញ្ចឹងទៅបាទឧទាហរណ៍អញ្ចឹងទៅហើយបន្ទាប់មកគឺបងប្អូន duplicate ដូចជាអត់មាន O ទេអូខេប៉ុណ្ណឹងមកហើយយើងចុច OK ដានមកអញ្ចឹងឥឡូវយើងតេស្តមើលឥឡូវខ្ញុំដាក់ពាក្យថា D001 អូខេ D002 អត់បញ្ហាទេ D001 វិញមើល enter មកអូខេវាឲ្យដោយសារអីដោយសារយើងដាក់លក្ខខណ្ឌអត់ត្រូវអញ្ចឹងឲ្យវាស្មើ1បាទឲ្យវាស្មើ1អញ្ចឹងរាប់នៅពេលណាដែលវារាប់ឃើញស្មើ1វាអូខេប៉ុន្តែបើសិនជារាប់ទៅអត់ឃើញស្មើ1ទេបើថាបើសិនជាវារាប់ទៅលើសពី1អញ្ចឹងវាចាប់តាម error អញ្ចឹងឥឡូវខ្ញុំសាសម៉ៃដានមកអូខេអញ្ចឹងយើងចូលសារថ្មីយើងឥឡូវខ្ញុំលុបចេញទាំងអស់សាសម៉ៃ D001 D002 ហើយខ្ញុំសាកវាយ D001 ឡើងវិញ enter មកគឺវា error ហើយណាវា error ដោយសារអីដោយសារតែយើងនេះលក្ខខណ្ឌយើងឲ្យមិញវាអត់ត្រូវលក្ខខណ្ឌវាដោយសារវារាប់ទៅឃើញ1បាទវាអូខេប៉ុន្តែបើរាប់ទៅឃើញ2អញ្ចឹងវាអត់អូខេទេហេតុអីបានជាវាមិន load ចេញ duplicate only ដោយសារខ្ញុំ update មិញអញ្ចឹងខ្ញុំអត់ទាន់បាន update ពាក្យរបស់វាអញ្ចឹងយើងវាយសាសថ្មីមក no duplicate ដានមកបាទអញ្ចឹងយើងតេស្តម្ដងទៀតឥឡូវខ្ញុំវាយ D00 1អញ្ចឹង no duplicate បាទអូខេអញ្ចឹងរួចរាល់ហើយឥឡូវតាក់ទងជាមួយនឹងកន្លែងឈ្មោះទំនិញវិញម្ដងអញ្ចឹងកន្លែងឈ្មោះទំនិញនេះគឺយើងឲ្យបញ្ចូលបានតែអក្សរទេណាបញ្ចូលបានតែអក្សរទេអញ្ចឹងយើងបញ្ចូលរូបមន្តមួយទៀតអញ្ចឹងយើង select មកហើយយើងចូល add rule criteria នេះយើងយក custom formula មកហើយបន្ទាប់មកគឺយើងវាយរូបមន្តមួយដែលមានឈ្មោះថា is tag វិញម្ដងបាទ is tag បើវងកញ្ចក់មកអញ្ចឹង is tag ទៅលើអី is tag ទៅលើ cell D3 បាទ cell D3 ជាងយើងវាយ D3 បាត់វងកញ្ចក់មកប៉ណ្ណឹងមកហើយកន្លែងនេះយើងយក reject អក្សរដាក់ថាម៉េចយើងដាក់ថា tag only ណា tag only ចឹងមកបាទយើងដានមកជាការស្រេចអញ្ចឹងបើសិនជាបងប្អូនវាយអក្សរអីមកគឺអត់បញ្ហាទេវាយអក្សរមកអត់បញ្ហាទេបាទប៉ុន្តែវាយលេខ
បញ្ហាដោយសារគេឲ្យចូលតែ text ទេណាអូខេអញ្ចឹងយើងបានមួយទៀតតកតងជាមួយនឹងកន្លែងចំនួន limit នេះក៏ដូចគ្នាដែរអញ្ចឹងកន្លែង limit នេះយើងប្រើរូបមន្តអីគេដើម្បីគណនាទៅលើសពីចំនួនណាមួយដែលយើងបានកំណត់គឺអត់ឲ្យវាចេញទេឲ្យវាចេញ error អញ្ចឹងបងប្អូន select មកចឹងមកហើយយកពាក្យ rule drop down ហើយយក custom formula អញ្ចឹងនៅកន្លែងនេះគឺយើងប្រើរូបមន្តមួយដែលមានឈ្មោះថារូបមន្ត sum បាទរូបមន្ត sum មានអីបាក់ហើយរូបមន្ត sum មកអញ្ចឹងស្មើ sum បាទ sum អីគេ sum នៃ rank នេះនៃ rank e3 រហូតដល់ e12 អញ្ចឹងយើងបាញ់មក e3 ដល់ e12 ហើយយើងបិទវងកញ្ចក់មកវិញមក e3 ដល់ e12 ហ្នឹងឲ្យវាស្មើប៉ុន្មានឲ្យវាស្មើ20បាទតូចជាងឬស្មើ20អញ្ចឹងមានន័យថាចាប់ពី20មកក្រោមបាទបើលើសពី20អត់យកទេតកតងជាមួយនឹងកន្លែង rank នេះដើម្បីកុំឲ្យវារត់បាទដើម្បីកុំឲ្យវារត់យើងអាចចាក់សោវាទៅការពារណាយើងចាក់សោវាទៅការពារល្អជាងបាទអញ្ចឹងមកបាទហើយបន្ទាប់មកយើងកន្លែងនេះយើងយក reject មក reject input មកនៅពេលណាដែល error នៅពេលណាបញ្ចូលខុសលក្ខខណ្ឌឲ្យវា error មកហើយយើងចង់ឲ្យវាចេញពីអីគេឧទាហរណ៍ថា no more than 20បាទអញ្ចឹងមកហើយយើងដាន់អញ្ចឹងយើងបញ្ចូលសាកមើលបាទខ្ញុំបញ្ចូល5អត់បញ្ហាទេ7បូកទៅឃើញប៉ុន្មានបាទបើបូកទៅឃើញ20អញ្ចឹង20អត់បញ្ហាទេដោយសារ20យើងឲ្យតូចជាងឬស្មើ20អញ្ចឹងមានន័យថា20មកក្រោមឥឡូវយើងសាក់ថែម4ទៀតមកអត់ឲ្យទេណាពីដោយសារវាលើស20អញ្ចឹងវាអត់ឲ្យទេអញ្ចឹងវា error អូខេដូច្នេះនេះគឺជារបៀបនៃការប្រើរូបមន្ត custom formula ដែលមាននៅក្នុង data validation ហើយខ្ញុំសូមបញ្ជាក់ផងដែរថាយើងមានរូបមន្តជាច្រើនទៀតដែលយើងអាចប្រើបានជាមួយនឹង custom formula នេះហើយប៉ុន្តែដោយសារតែខ្ញុំព្យាយាមឲ្យវីដេអូនេះកុំឲ្យវាវែងពេកចឹងក៏ខ្ញុំព្យាយាមប្រើប្រាស់តែរូបមន្តចំនួន4នេះដើម្បីមកបង្ហាញដល់បងប្អូនទាំងអស់គ្នាហើយបើសិនជាបងប្អូនទាំងអស់គ្នាមានចម្ងល់អ្វីបន្ថែមទៀតតាក់ទងជាមួយនឹងរូបមន្តនេះឬក៏រូបមន្តណាផ្សេងទៀតគឺបងប្អូនអាចឆាតសួរបន្ថែមបានផងដែរចឹងវីដេអូរបស់ខ្ញុំនេះគឺមកដល់ទីបញ្ចប់ហើយចឹងអរគុណច្រើនសូមជម្រាបលាហើយសូមព្រះយេស៊ូវគ្រីស្ទប្រទានពរ